ស្ពានផ្ដាច់គ្រោះនៅកន្លែងលោកតាឃ្លាំងមឿងខេត្តពោធិ៍សាត់មកកន្លែងនេះដល់តែយើងដើរឲ្យផុតទៅផ្ដាច់គ្រោះបានសូម្បីតែស្ពានចម្លងស្នេហ៍នេះក៏ដោយត្រូវតែនាំគូស្នេហ៍ដើរឲ្យផុតដូចគ្នាចំពោះជណ្ដើរ38កម្មនេះត្រូវតែដើរឲ្យគ្រប់កម្មហាមរំលងកម្មមួយណាឲ្យសោះព្រោះវាជាជណ្ដើរមង្គលទាំង38ប្រការដែលស្ថិតនៅក្នុងខេត្តពោធិ៍សាត់នៅកន្លែងរបស់លោកតាឃ្លាំងមឿងចំពោះប្រវត្តិរបស់លោកតាឃ្លាំងមឿងវិញបងប្អូនគឺពិតជាអស្ចារ្យខ្លាំងមែនទែនហើយលោកតាឃ្លាំងមឿងគឺជាមេទ័ពដ៏អស្ចារ្យម្នាក់របស់ព្រះបាទអង្គច័ន្ទរាជានៅគ្រិស្តសករាជ1516បងប្អូនហើយព្រះបាទអង្គច័ន្ទរាជាទ្រង់បានតែងតាំងងារឲ្យលោកតាឃ្លាំងមឿងថាពញាសួរគាមឿងហើយនៅពេលនោះផងដែរទ័ពសត្រូវដល់ទៅ100000នាក់បានឡោមព័ទ្ធបន្ទាយរបស់ព្រះបាទច័ន្ទរាជាហើយសំខាន់ព្រះបាទច័ន្ទរាជាមានទ័ពត្រឹមតែ20000នាក់ឯងបងប្អូនគ្រាន់តែយើងសម័យមើលក៏ដឹងថាចាញ់គេបាត់ទៅហើយព្រោះវាតិចពេកដល់ពេលអញ្ចឹងទៅទ័ពទាំងអស់គឺថាមានការបាក់ទឹកចិត្តមែនទែនដូច្នេះហើយដើម្បីលើកទឹកចិត្តដល់ទ័ពទាំងអស់លោកតាឃ្លាំងមឿងសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯងដើម្បីទៅកេណ្ឌទ័ពខ្មោចដែលលោតចូលក្នុងរណ្ដៅដែលមានជម្រៅ8ហត្ថទៅបងប្អូនការដែលលោតចូលទៅក្នុងរណ្ដៅហ្នឹងក៏មានធ្វើពិធីសក្ការៈបូជាផ្សេងៗផងដែរតែអ្វីដែលសរសើរជាងគេនោះភរិយាដ៏ស្មោះស្ម័គ្រគឺអ្នកមនាងខៀវចិត្តលោតធ្វើអត្តឃាតជាមួយនឹងស្វាមីព្រមទាំងកូន2នាក់ថែមទៀតតែដល់យប់ពេញបរមីនៃថ្ងៃធ្វើអត្តឃាតហ្នឹងបងប្អូនស្រាប់តែមានអភូតហេតុផ្គររន្ទះភ្លៀងព្យុះមកអីចឹងទៅធ្វើឲ្យទ័ពនៅទីនោះមានទឹកចិត្តក៏ដូចជាមានជំនឿខ្លាំងមែនទែនហើយព្រះបាទច័ន្ទរាជាលោកក៏ធ្វើតាមបណ្ដាំរបស់លោកតាឃ្លាំងមឿងផងដែរដល់ពេលអញ្ចឹងហើយធ្វើឲ្យទ័ពខ្មែររបស់យើងចំនួននោះវាយឈ្នះសត្រូវដល់ទៅ100000នាក់ហើយប្រវត្តិសាស្ត្រមួយហ្នឹងកូនខ្មែរយើងក៏បានចងចាំទុកទាំងអស់គ្នាហើយគេក៏បានចងក្រងជាសៀវភៅប្រវត្តិសាស្ត្រអីចឹងណាបងប្អូនហើយសំខាន់នៅកន្លែងហ្នឹងគឺគេរៀបចំបានស្អាតខ្លាំងមែនទែនមានការរៀបចំជាចម្លាក់របាំប្រពៃណីផ្សេងៗរបស់ខ្មែរយើងហើយក៏ដូចជារៀបចំសួនបានស្អាតមានសัตว์មានអីចឹងទៅក៏មានការចិញ្ចឹមព្រាបនិយាយទៅដល់គឺល្អមើលបងប្អូនទៅដល់ឃើញព្រាបទាំងវងហ្មងកន្លែងនេះវិញគឺជាចម្លាក់របស់លោកតាឃ្លាំងមឿងបងប្អូនយើងអាចឡើងទៅគោរពគាត់នៅលើនឹងបានហើយយើងងាកមកចំហៀងខាងនេះយើងឃើញផ្ទាំងមួយគេដាក់ថាមង្គល38ប្រការបើសិនជាបងប្អូនទាំងអស់គ្នាធ្វើទាំងអស់នឹងបានគឺយើងជួបតែក្តីសុខហ្មងសូម្បីតែបងប្អូនមិនបរិភោគគ្រឿងស្រវឹងក៏អាចធ្វើឲ្យបងប្អូនជួបនៅមង្គល38ប្រការនឹងដែររហូតដល់ខាងក្រោមទាំងអស់គេបានចងក្រងថាមានចិត្តខ្សែមខ្សាននិយាយទៅសូម្បីតែខ្ញុំក៏ធ្វើអត់ចង់បានដែរបងប្អូនអើយមង្គលទាំង38នឹងប៉ុន្តែយើងចេះតែព្យាយាមណាដើម្បីក្តីសុខហើយនៅពេលដែលខ្ញុំដើរមកដល់ខាងមុខបន្តិចក៏ឃើញប៉ាយគេដាក់ថាឡើងចណ្ដើមង្គល38ប្រការហ្នឹងគឺគេអត់ឲ្យរំលងកម្មណាមួយទេគ្រាន់តែឃើញអញ្ចឹងភ្លាមខ្ញុំស្ទុះឡើងភ្លាមហ្មងបងប្អូនហើយអត់ឲ្យរំលងកម្មមួយណាទាំងអស់បើគេបង្កើតជំនឿអញ្ចឹងឡើងហើយយើងធ្វើក៏វាមិនខាតបង់អីដែរបងប្អូនគ្រាន់តែឡើងចណ្ដើគឺវាមិនខាតបង់អីទេហើយខ្ញុំឡើងចណ្ដើហ្នឹងគឺផុតហ្មងបងប្អូននិយាយទៅអត់ឲ្យរំលងកម្មណាមួយតលតែសោះហ្មងហើយយើងដើរមកខាងមុខហ្នឹងបន្តិចយើងឃើញគេដាក់ថាស្ពានផ្ដាច់គ្រោះហើយស្ពាននេះក៏ល្អម៉េះបងប្អូនយើងមានអារម្មណ៍ថាយើងមានគ្រោះមានអីអញ្ចឹងអាចដើរទៅឆ្លងស្ពានហ្នឹងឲ្យផុតបានអញ្ចឹងណាបើយើងក៏លេចមើលមកស្ពានផ្ដាច់គ្រោះខាងនេះវិញបងប្អូនគឺគេតុបតែងបានស្អាតមែនទែនមាននាគមានទឹកនៅពីក្រោមអីអញ្ចឹងណាចំពោះស្ពានហ្នឹងវិញបើតាមការសង្កេតមើលរបស់ខ្ញុំគិតថាធ្វើមកយូរហើយបងប្អូនដោយសារតែឃើញវាចាស់អីអញ្ចឹងណាប៉ុន្តែបើសិនជាមានបងប្អូនណាដឹងថាកសាងនៅឆ្នាំណាអីចឹងចាំជួយ comment ប្រាប់ខ្ញុំផងដែលយើងឆ្លងស្ពានផ្ដាច់គ្រោះមកបានបន្តិចយើងក៏ឃើញមានឆ្នាំទាំង12គេមានការរៀបចំតុបតែងបានស្អាតបែបនេះឯងបងប្អូនមានប្រភូមិមានអីហើយក៏មានការចូលជាបច្ច័យទៅតាមឆ្នាំរបស់យើងនីមួយៗដើម្បីផ្ដាច់គ្រោះហ្នឹងអញ្ចឹងណាបងប្អូននិយាយទៅខ្ញុំសូមសរសើរការរៀបចំកន្លែងនេះខ្លាំងមែនទែនដោយសារតែធ្វើបែបនេះគឺអារម្មណ៍យើងល្អយើងមានអារម្មណ៍ថាយើងអស់គ្រោះអញ្ចឹងណាបងប្អូនហើយនៅមុខប្រភូមិមួយហ្នឹងគេក៏មានសរសេរជាអក្សរទៅតាមធាតុរបស់ឆ្នាំនីមួយៗអីចឹងទៅហើយចំពោះការតុបតែងសត្វដំរីនេះវិញបងប្អូនចម្លាក់នេះគឺមើលទៅស្អាតអស្ចារ្យមែនទែនហើយកន្លែងសួនខាងនេះវិញមើលទៅដូចជាធ្វើមកយូរដែរហើយបងប្អូនគឺរៀងបាក់បែកខ្លះអីចឹងណាប៉ុន្តែក៏នៅតែស្រស់ស្អាតក៏ដូចជាមានចម្លាក់ផ្សេងៗដូចជាសត្វប្រើសហើយក៏មានគីងកុងបងប្អូនអានេះគឺប្រភេទស្វាគីងកុងអីចឹងណាអង្គុយថតរូបលេងចឹងទៅហើយបើយើងក៏លេចទៅខាងមុខនៃសួនហ្នឹងគឺមានស្ពានមួយដែលគេហៅថាស្ពានចម្លងស្នេហ៍ស្ពានហ្នឹងបើសិនជាមានអាគេមានស្នេហាអីចឹងបងប្អូនដូចគូខាងក្រោយខ្ញុំដែលគាត់កំពុងដើរចឹងគឺគេត្រូវដើរឲ្យផុតហើយព្រោះអីវាជាជំនឿមួយចឹងណាស្ដាយញ៉ាំមានស្នេហាចម្លងនឹងគេអញ្ចឹងហើយចម្លងតែម្នាក់ឯងមកទៅបងប្អូនទោះអត់ស្នេហាក៏ចម្លងស្ពានស្នេហានឹងបានដូចគ្នាហើយនៅខាងនេះវិញក៏ជាចម្លាក់របស់លោកតាឃ្លាំងមឿងផងដែរបងប្អូនគឺស្អាតណាស់និយាយទៅគេឆ្លាក់បានស្អាតមែនទែនមើលទៅមានក្បូរក្បាច់ល្អឥតខ្ចោះមែនទែនបើកន្លែងដីនេះវិញគឺខ្ញុំមិនដឹងថាជាអីគេបងប្អូនហើយក៏អត់បានសួរគេដែរបើសិនជាមានបងប្អូនណាដឹងចាំជួយ comment ប្រាប់ខ្ញុំត្រឡប់វិញផងចាអរគុណ